បាទនេះជាសកម្មភាពបងប្អូនកសិករនៅតំបន់ភូមិខ្ញុំគាត់ដាំសណ្តែកដីបងប្អូនបាទហើយនេះគាត់ចាប់ដើមទឹមគោបាទហើយនេះគាត់បាចជីលាមកគោបាទលាមកគោហ្នឹងគាត់លាយជាមួយផេះហើយសណ្តែកដីទាល់តែយើងលាយជាមួយផេះបានមើមដាក់គ្រាប់ល្អហើយគាត់ចាប់ដើមវាតខាងបាទវាតខាងដើម្បីយកជាកន្លងគាត់រោយបាទគាត់រោយគ្រាប់សណ្តែកដីពីក្រោយហើយយើងមើលសកម្មភាពដែលគាត់រោយបាទគាត់រោយពីក្រោយនាងគល់តាមកន្លងហ្នឹងគាត់រោយខ្លះគាត់បាចបាទគាត់បាចព្រោះដូចស្រូវចឹងហើយបានគាត់ភ្ជួរលុបតែគាត់នេះគាត់ភ្ជួរបណ្ដើររោយតាមនាងគល់បណ្ដើរយ៉ាងនេះគាត់ចាប់ដើមរោយបាទរោយគ្រាប់នេះនៅគាត់នាងគល់ភ្ជួរមុនបាទឲ្យបានមួយកន្លងហើយបានគាត់ចាប់ដើមរោយប៉ុន្តែនាងគល់ដេញគាត់ដែរបាទពីដំបូងគាត់រោយម្នាក់ឯងចឹងអត់ទាន់ទេទាល់តែ3នាក់បានរោយតាមនាងគល់ទាន់ហើយគាត់ភ្ជួរនេះប៉ិនឆ្លាបឈ្នៀងបាទពេលដែលយើងរោយតាមនាងគល់ហ្នឹងរោយឲ្យចំកន្លងហ្នឹងទៅពេលដែលដុះមើលទៅត្រង់ភ្លឹងបាទឃើញជាជួរឥឡូវគាត់ចាប់ដើមរោយ3នាក់ហើយបាទ3នាក់បានទាន់នាងគល់ហើយការដាំសណ្តែកដីនេះខុសគ្នាបងប្អូនបាទខ្លះគាត់ពូនជារងគាត់ភ្ជួរពូនជារងខ្លះគាត់ព្រោះដូចស្រូវអញ្ចឹងហើយបានភ្ជួរលុបនេះគាត់រោយតាមកន្លងនាងគល់នេះពេលដែលរោយតាមកន្លងនាងគល់ទៅនាងគល់មកភ្ជួរប៉ិនមកស្លាបឈ្នៀងទៅលុបហើយយើងរោយតាមអាកន្លងទៀតរោយទៅមកបាទនេះជាវីដេអូកសិកម្មដែលខ្ញុំថតសកម្មភាពនៅតំបន់ភូមិខ្ញុំដែលធ្វើកសិកម្មដាំដំណាំដូចជាដំឡូងជ្វាដូចជាដាំសណ្តែកដីដាំឪឡឹកកោះប្រមូលផលមើមដំឡូងជ្វានិយាយរួមមកតាក់ទងនឹងការភ្ជួរគោខ្ញុំថតទាំងអស់គាត់ដាស់ដីស្រែដាស់ដីចំការប្រែដីស្រែប្រែដីចំការឲ្យតែខ្ញុំជនេបាទខ្ញុំនឹងថតដើម្បីរក្សាទុកជាឯកសារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយដូចជា YouTube TikTok Page Facebook និង Instagram បាទในការដើរថតនេះមិនងាយស្វែងរកទេបាទដោយសារគោនាងគល់ឥឡូវគឺបាត់បង់សឹង 100% ហើយការធ្វើកសិកម្មហ្នឹងក៏មិនសូវមានអ្នកធ្វើទៀតផងឥឡូវពីមុនច្រើនណាតទៅពេល2ដាំ3ដាំច្រើនគ្នាមិនដឹងថាលក់ទៅណាហើយការដាំតំបន់ខ្ញុំនេះភាគច្រើនគាត់លក់ខ្លួនឯងប៉ុន្តែដើរលក់ខ្លួនឯងក៏យ៉ាប់លក់ដែរបានតែថ្ងៃអាទិត្យបានមានមនុស្សនៅផ្ទះបាទខុសពីថ្ងៃអាទិត្យគឺចេញទៅធ្វើការអស់ហើយនៅតែយាយមើលចៅហើយក្មេងៗទៅរៀនអស់អញ្ចឹងយើងការដើរលក់ដូរក៏ពិបាកដែរដើរលក់ដូរដែរប៉ុន្តែទោះបីយ៉ាងម៉េចក៏នៅតែយើងតស៊ូអត់ស្មុតដែរបាទនៅតែដាំជាប្រចាំខែបាទមួយឆ្នាំម្ដងខែវស្សាគាត់ចាប់ដើមដាស់ដីប៉ុន្តែការដាស់ដីចំការរបស់គាត់ឬមួយដីស្រែភាគច្រើនគាត់ប្រើត្រាក់ទ័របាទត្រាក់ទ័រឬមួយគោយន្តតែបើដីឆ្មៅច្រើនគាត់ប្រើត្រាក់ទ័រភ្ជួរឬមួយវាយសើយដើម្បីកំទេចឆ្មៅចោលកាលណាឆ្មៅក្រាស់ពេកគឺពិបាកភ្ជួរតើយើងវាយសើយកំទេចឲ្យខ្ទេចសិនហើយបើវាយសើយកំទេចហើយវារាំងអាហ្នឹងងាប់ឆ្មៅមានសល់ទេ
ហើយការអត្ថាធិប្បាយរបស់ខ្ញុំដើម្បីបើសិនណាខ្ញុំយកសម្លេងផ្ទាល់បងប្អូនលោកយាយលោកតាពុកម៉ែគាត់មើលអត់សូវយល់ទេបាទតែបើខ្ញុំបញ្ចូលសម្លេងទៅគាត់អាចនឹងយល់ថានេះដាំស្អីគេឃើញតែដើរតាមទាំងគល់នេះបើសិនឲ្យបញ្ចូលសម្លេងអត់ដឹងទេតែបើខ្ញុំបញ្ចូលសម្លេងទៅពេលដែលបងប្អូនខ្មែរយើងស្ដាប់ភាសាខ្មែរបានអញ្ចឹងគាត់នឹងដឹងហើយតែបើខាងជនជាតិគេស្ដាប់អត់បានទេប៉ុន្តែគ្រាន់តែគេមើលរូបភាពបានដូចតែចេះមើលឃើញអញ្ចឹងគេដឹងថាដាំអីប៉ុន្តែមិនដឹងថាដាំស្អីទេប៉ុន្តែគាត់ដឹងថាដាំដូចយើងមើលវីដេអូបរទេសអញ្ចឹងយើងមើលអញ្ចឹងប៉ុន្តែភាសាគេយើងអត់ចេះស្ដាប់ទេប៉ុន្តែនៅតែមើលនឹងមើលរូបភាពតែបើយើងបញ្ចូលសំឡេងទៅវាធ្វើឲ្យសាច់វីដេអូហ្នឹងមើលដើម្បីឲ្យរស់រវើកទាំងរូបភាពទាំងសំឡេងដែលយើងបញ្ចូលហ្នឹងអញ្ចឹងជនជាតិប្រទេសគេជួនកាលគេអាចចេះភាសាខ្មែរបាទគេអាចស្ដាប់បានដែរអញ្ចឹងទៅជួនកាលខ្មែរយើងនៅក្រៅប្រទេសអញ្ចឹងទៅគាត់ស្ដាប់មើលហើយគាត់ស្ដាប់ថាដាំស្អីគេអញ្ចឹងយើងជាប្រាប់ត្រួសទៅគាត់យល់ណាហើយបើចាស់គាត់គ្រាន់តែឃើញការដាំហើយយើងអត្ថាធិប្បាយបន្ថែមគាត់យល់ច្បាស់ល្អតែបើក្មេងៗគាត់អត់ធ្លាប់ឆ្លងកាត់ក្នុងការដាំដោះទេបើយើងមិនបញ្ចូលសម្លេងគាត់អាចយល់ទេអាហ្នឹងបើសិនណាគាត់ចូលចិត្តខាងកសិកម្មការដាំដោះតែបើគាត់មិនចូលចិត្តទេមិនថាចាស់ថាក្មេងទេកាលណាអត់ចូលចិត្តគាត់អត់មើលទេវីដេអូអញ្ចឹងតែបើគាត់មើលវីដេអូអញ្ចឹងស្ដាប់គាត់ចូលចិត្តក្នុងការធ្វើកសិកម្មការដាំដុះរួមផ្សំសូម្បីតែគាត់អត់ធ្វើកសិកម្មទ្រង់ទ្រាយធំប៉ុន្តែគាត់ដាំដំណាំក្បែរផ្ទះដូចជាគាត់កាប់គាស់បន្តិចបន្តួចក្បែរផ្ទះដាំទុកហូបអញ្ចឹងដូចជាមានជាស្ពៃអញ្ចឹងទៅត្រកួនអញ្ចឹងទៅឬមួយដំណាំអីផ្សេងគាត់ដាំតិចតួចអញ្ចឹងអាហ្នឹងហៅធម្មជាតិអញ្ចឹងគាត់អត់ទិញបន្លែគេអញ្ចឹងគាត់ដាំក្បែរផ្ទះដើម្បីហាត់ប្រាណបានទាំងហាត់ប្រាណបានទាំងបន្លែហូបបន្លែធម្មជាតិហូបតែសម្រាប់បងប្អូនកសិករដែលគាត់នៅតាមជនបទគាត់ដាំដំណាំរួមផ្សំថាការដាំដុះមិនមែនថាមានអីទេបាទការរួមផ្សំដែលដូចតែកូនទៅធ្វើការរោងចក្រអស់អញ្ចឹងគាត់នៅផ្ទះគាត់នឹងដាំរួមផ្សំគាត់អត់គូនឹងគាត់ជួលវាខ្លះទៅបាទជួនកាលគាត់ជួលគោយន្តទៅជួលគោយន្តគេឬមួយជួលត្រាក់ទ័រអញ្ចឹងទៅវាយស្រូវដើម្បីឲ្យខ្ទេចឆ្មៅឲ្យម៉ត់ដីដើម្បីឲ្យដាំទៅល្អហើយលោកពូនេះគាត់ស៊ីឈ្នួលគេហូតបាទគាត់ជួលដែលខានគាត់ចេញមុខនៅលើបណ្ដាញសង្គមច្រើនជាងគេបាទក្នុងការជួលគូនឹងពីព្រោះដូចជាស្ទូងដកហ្នឹងពេលដែលគោយន្តត្រាក់ទ័រចូលរួចអញ្ចឹងគេជួលគាត់ទៅជួពីព្រោះគោនឹងគាត់ពេលដែលដឹកកាត់ទៅអត់ជន់ខ្ទេចអីទេព្រោះមួយដានណាតែបើត្រាក់ទ័រនឹងគោយន្តតែទៅមួយមុខអីគឺខ្ទេចអស់បាទគាត់រួយតាមទាំងគល់នេះរួយបើបន្តនឹងយឺតតែរួយលឿនតែបន្តរួយតាមទាំងគល់ហ្នឹងបានតែមេឃរាំងបានតែបើយើងរួយតាមទាំងគល់ភ្លៀងធំភ្លៀងដាក់មកមេធំមកធ្វើឲ្យហាប់ដីអញ្ចឹងការស្ថិតដីដុះហ្នឹងគឺអត់ល្អទេបាទវាអាចរអាក់រអួលកាលណាដីហាប់ដុះមកអត់ល្អទេតែបើយើងដាំរួយតាមទាំងគល់ហ្នឹងដូចក៏រួយអញ្ចឹងហើយបញ្ជូលលុបហ្នឹង
មេឃអត់ភ្លៀងឬមួយភ្លៀងបន្តិចបន្តួចអញ្ចឹងដុះមកល្អគឺឡើងរត់ជួរមើលទៅត្រង់ភ្លឹងហ្មងពីព្រោះយើងរោយហ្នឹងរោយតាមកន្លងបាទឲ្យយើងរោយតាមកន្លងឲ្យត្រង់ទៅពេលមើលទៅឃើញដុះរត់ជួរត្រង់ភ្លឹងដូចជួរពោតអញ្ចឹងហើយសណ្ដែកដីនេះយើងដាំមិនមែនដឹងថាដាក់ដល់ដឹងតែញើងទេបាទពីព្រោះដីនៅតំបន់ខ្ញុំភាគច្រើនដីលបាយខ្សាច់អញ្ចឹងធ្វើឲ្យសណ្ដែកដីអត់សូវដាក់គ្រាប់ទេភាគច្រើនមានតែសម្បកតែបើយើងមានផេះច្រើនបាទផេះហ្នឹងស្លឹកឈើដែលយើងដុតឬមួយសម្រាមដែលយើងដុតហ្នឹងយើងប្រមូលវាទុកម្ដុំទៅពេលដែលយើងដាំសណ្ដែកដីយើងយកដាក់ក្រាលបាទពីព្រោះវាសណ្ដែកដីវាស៊ីផេះកាលណាយើងដាក់ផេះទៅធ្វើឲ្យមើលវិញញើងល្អប៉ុន្តែសម័យគេឥឡូវគេប្រើថ្នាំការបាញ់ដើម្បីឲ្យវាចេញផ្កាចេញមើមល្អដាក់គ្រាប់អញ្ចឹងណាប៉ុន្តែខ្ញុំមិនដែលដឹងទេព្រោះខ្ញុំមិនដែលប្រើដែរខ្ញុំធ្លាប់តែដាក់តែផេះបាទផេះស្លឹកឈើយើងហ្នឹងយើងពួកយកផេះទៅដាក់ឲ្យស្មើកុំប្រើឲ្យគោច្រើនហើយគោពេលដែលយើងដាក់ទៅច្រើនពេកក៏អត់កើតដែរល្អដើមហើយមើមរៀងស្ពោវាអត់និយាយរួមនិយាយឲ្យខ្លីទៅគឺមានតែសម្បកអត់គ្រាប់ជួនកាលមានគ្រាប់តែប៉ុន្តែអត់ណែនណាពេលដែលយើងសបាច់ទៅប៉ោះគ្រាប់នៅបន្តិចនៅក្នុងអញ្ចឹងដំណាំសណ្ដែកដីមិនចេះតែយើងដាំបានទេនេះក៏រោយបាទក៏រោយគាត់ចេះតែភ្ជួរអញ្ចឹងទៅយើងចេះតែរោយតាមនាងកលអញ្ចឹងទៅបាទចេះរោយតាមប៉ុន្តែមកវាជា7ជាងបាទហើយគោនេះរកតែខោកមនុស្សបាទវាឃើញមនុស្សអត់បានហ្មងអត់មនុស្សនៅក្បែរវាលោទៅគោរបស់គាត់ភ្ជួរដែរខានទេភ្ជួររាល់តែថ្ងៃបាទហើយតែគាត់ភ្ជួររាល់ថ្ងៃខ្ញុំមានឱកាសច្រើនក្នុងការដើរថតក្នុងការថតគាត់ប៉ុន្តែខ្ញុំថតតែមានពេលដែរទេកាលណាអត់ពេលក៏ខ្ញុំអត់បានទៅថតដែរបាទដោយសារជាប់រវល់ការងាររបស់ឯងអញ្ចឹងបាទការដាំដុះនេះភាគច្រើនតំបន់ខ្ញុំខែដាំសណ្ដែកដីគឺសណ្ដែកដីខែដំឡូងគឺដំឡូងអញ្ចឹងហើយលោកពូគាត់រឿងចំណាស់បន្តិចបាទប៉ុន្តែគាត់នៅតែជួននឹងកលបាទដើម្បីហាត់ប្រាណបាទកាលណាយើងនៅស្រួលពេកក៏អត់កើតដែរធ្វើឲ្យសរសៃសរសោងយើងស្ពឹកស្ពុនអញ្ចឹងណាហើយអញ្ចឹងគាត់បញ្ជួទៅហើយនាងកលបញ្ជួអត់ទៅហត់ដូចគោយន្តនេះបាទគោយន្តបានហត់ហើយឥឡូវនោះបាទចិត្តហើយដីតូចឡើងបរិយាកាសអត្ថាធិប្បាយរបស់ខ្ញុំបើមានខុសឆ្គងកន្លែងណាឬមួយពាក្យពេចន៍មិនសមរម្យឬមួយខុសអក្ខរាវិរុទ្ធដែលខ្ញុំនិយាយក្នុងវីដេអូសូមបងប្អូនអភ័យទោសផងបាទតែមានពាក្យខ្លះយើងនិយាយទៅប៉ុន្តែនៅតែមានបងប្អូនជេរទៀតថាខ្ញុំទៀតបាទតែមានវីដេអូខ្លះបងប្អូនសម្ដីណាដែលមិនសមរម្យដែលខ្ញុំនិយាយបងប្អូនមិនស្ដាប់ទេបាទអញ្ចឹងសូមបញ្ចប់បាទសូមជម្រាបលាសូមអរគុណច្រើនបាទ